អំពីប្រជាជននៅដើមគ្រិស្តសករាជរបស់អារ៉ុបនិងដើមមហាសករាជរបស់ពួកហិណ្ឌូប្រជាជនដែលមករស់នៅក្នុងឥណ្ឌូចិនហាក់ដូចជាបញ្ជ្រាបខ្លួនក្នុងហ្វូងប្រជាជនសប្តាហ៍នេះក៏ប៉ុន្តែនៅពេលនោះពួកគេរស់នៅបែកគ្នាជាកុលសម្ព័ន្ធឬជារដ្ឋអធិបតេយ្យតូចៗច្បាំងគ្នាទៅវិញទៅមកហើយមិនទាន់ស៊ីវិល័យនៅឡើយទេពួកខ្មែរឬកម្ពុជាប្រជាជនដែលកសាងប្រជាជាតិខ្មែរឡើងរស់នៅលើទឹកដីដែលមានឈ្មោះសពថ្ងៃថាកូសាំងស៊ីននិងកម្ពុជាបើហើយណាស់ក៏រហូតដល់ល្បាក់ខោននិងប្រទេសសៀមផងដែរប្រវត្តិសាស្ត្រដែលយើងនឹងសរសេរគឺជាប្រវត្តិសាស្ត្ររបស់ប្រជាជនទាំងនោះដែលហេតុនេះយើងមិនទាន់ចាំបាច់ត្រូវនិយាយពីពួកនេះច្រើនពេកទេនៅពេលនេះពួកចាមឬចម្ប៉ានៅពីខាងកើតពួកខ្មែរឬកម្ពុជាមានពួកចាមដែលជាពួកនៃផ្សងព្រេងឬជាចរសមុទ្រធ្វើដំណើរចេញពីកោះធំៗដែលមានឈ្មោះសពថ្ងៃថាកោះស៊ូម៉ាត្រាកោះជ្វានិងប្រហែលជាចេញពីកោះតូចៗក្បែរៗនោះផងដែរពួកនេះមកតាំងទីនៅតាមមាត់សមុទ្ររួចហើយបានដណ្ដើមយកទឹកដីមាត់សមុទ្រត្រង់កន្លែងកូសាំងស៊ីននិងអណ្ណាមសពថៃទាំងស្រុងឬក៏មួយចំណែកមុនពួកឥណ្ឌូមកដល់បន្ទាប់មកអាស្រ័យដោយចំណងមេត្រីភាពជាមួយអ្នកស្រុកដែលរស់នៅតាមមាត់សមុទ្រនេះក៏សម្រេចបង្កើតបានជាជាតិមួយនៅរវាងសតវត្សទី2មុនគ្រិស្តសករាជដែលពូចិនហៅថានគរលៀនយីហើយដែលក្រោយមកមានឈ្មោះថាចម្ប៉ាពួកនេះចេញមកពីប្រទេសដែលមិនទាន់ស៊ីវិល័យគេពិតជាមិនទាន់ទទួលយកអរិយធម៌ព្រាហ្មណ៍នៅឡើយនៅពេលមកដល់ឥណ្ឌូចិនក៏ប៉ុន្តែបន្ទាប់មកពួកនេះបានទទួលយកការគោរពបូជានិងប្រពៃណីព្រហ្មញ្ញសាសនាខ្លះៗគឺប្រហែលជានៅសតវត្សទី1នៃគ្រិស្តសករាជរបស់អឺរ៉ុបពួកនេះបានបង្កើតរដ្ឋសក្តិភូមិជាច្រើននៅតាមមាត់សមុទ្រជារដ្ឋពាក់កណ្ដាលឯករាជ្យមានមេកយរៀងៗខ្លួនក៏ប៉ុន្តែចំណក់ឲ្យស្ដេចអធិរាជណាមួយជាផ្លូវការតាមទំនៀមទម្លាប់ទោះបីជាមិនសូវមានប្រសិទ្ធភាពក៏ដោយពួកនេះក៏មានទីតាំងមួយចំនួននៅខាងទិសដក្សិណនិងនិរតីផងដែរចាប់ពីបិណ្ឌធនរហូតដល់កំពតដែលក្រោយមកត្រូវពួកកម្ពុជាមកពីឥណ្ឌាដណ្ដើមយកពួកលាវនៅពីខាងជើងទឹកដីដែលពួកខ្មែរឬកម្ពុជារស់នៅមានប្រជាជនផ្សេងទៀតដែលមិនសូវជាស៊ីវិល័យរស់នៅដែរគឺពួកលាវដើមចាប់ពីខូនរហូតដល់ព្រំប្រទល់ខេត្តយូណានប្រទេសចិនរឿងព្រេងរបស់លាវនិយាយថាពួកវាប្រជាក្រុមមនុស្សដែលមានការរៀបចំមិនតាន់គ្រប់សពនៅប្រទេសលាវមានដើមកំណើតចេញមកពីបុព្វបុរសរួមតែមួយពាក្យថាវាប្រជាលាវនេះមិនមែនសំដៅយកតែប្រជាជនលាវសពថ្ងៃប៉ុណ្ណោះទេគឺរាប់បញ្ចូលទាំងប្រជាជនដែលរស់នៅក្នុងអាងទន្លេមេណាមខាងលើផងដែរមុនពេលដែលពួកថៃមកដល់ពួកមួងនៅតុងកឹងពួកម៉ងពួកចៅជីឬពួកធុកមុនពេលជេរចំណាក់របស់ពួកងាមនុនឬអណ្ណាមព្រមទាំងរដ្ឋសានមុនពេលដែលពួកសានដែលមានដើមកំណើតថៃមកដល់តាមរឿងព្រេងទាំងនោះមេរបស់ពួកគេមានឋានៈជាគួនដែលមាននៅបន្តរហូតមកដល់សពថ្ងៃនៅលាវក៏ដូចជានៅថៃនិងកម្ពុជាផងដែរគឺជាឋានៈមន្ត្រីឋានៈទាបពួកមូនឬប៉ាកានពួកមូនរស់នៅលើច្រាំងខាងត្បូងនៃទន្លេអេរ៉ាវ៉ាឌីនិងទន្លេសាលូអងក្រោយពីរៀបចំកសាងរាជធានីពេហ្គូរួតពួកនេះដាក់ឈ្មោះខ្លួនឯងថាពេហ្គូដែរហើយបានត្រូវពួកអឺរ៉ុបកែដាក់ថាប៉ាកានវិញដើម្បីកុំឲ្យច្រឡំនឹងឈ្មោះរាជធានីនិងឈ្មោះស្រុកផងពួកនេះធ្វើដំណើរចេញមកពីរមិញទេសដែលស្ថិតនៅតាមមាត់សមុទ្របឹងហ្គាល់នៅទីនោះមានទីក្រុងផ្សេងទៀតគឺតាវ៉យតេណាស់សេរីមម៉ែកៃនិងម៉ាតាបានដែលកំបាំងបាត់នៅពីក្រោយកោះជាច្រើនរយតាមពិតពួកនេះមានដើមកំណើតនៅឥណ្ឌាគឺប្រហែលជានៅតាមមាត់សមុទ្រកូរ៉ូម៉ុនដែលឬអូរិសាដែលពីមុនហៅថាកាលឹងកៈពួកនេះបានកសាងរាជធានីទី1របស់គេមានឈ្មោះថាតាលឹងតាំងពីមុនគ្រិស្តសករាជហើយក៏ត្រូវបានគេហៅថាតាលឹងយ៉ាងនេះរហូតដល់សតវត្សទី18តែពួកអឺរ៉ុបហៅថាតាលៀង
គឺចាប់ពីរាជធានីនេះហើយដែលពួកគេចេញទៅលុកលួយទឹកដីសុវណ្ណភូមិគឺប្រទេសភូមាភាគខាងត្បូងសប្តាហ៍ថ្ងៃនៅសុវណ្ណភូមិនេះពួកកលិង្គៈដែលមកពីខាងត្បូងនឹងជួបជាមួយពួកភូមាដែលចុះមកពីខាងជើងមានពួកតលឹងមួយចំនួនដើរកាត់ភ្នំតេណាសេរីមទៅរស់នៅច្របុកច្របល់ជាមួយប្រជាជនដែលមានដើមកំណើតជាខ្មែរនៅត្រង់ទឹកដីសៀមសប្តាហ៍ថ្ងៃមួយក្រុមទៀតចុះទៅក្រោមទៅកាន់ទៀបកោះម៉ាឡាកាទៅរស់នៅជាមួយអ្នកស្រុកដើមដែលមានរួចទៅហើយពួកសៀមឬថៃនៅសតវត្សទី1នៃគ្រិស្តសករាជមិនទាន់មានពួកសៀមឬថៃមកនៅជាមួយពួកខ្មែរចាមឬចម្ប៉ានិងអាណាមទេមានប្រភពដើមចេញពីឥណ្ឌាត្រង់និរទីប្រទេសចិនពីសម័យកាលដ៏យូរលង់មួយពួកនេះបានមកដណ្ដើមយកទឹកដីនៅចន្លោះយូណានពីខាងកើតទីបេតពីខាងលិចនិងភូមាភាគខាងលើពីខាងត្បូងពួកនេះបានបង្កើតជាក្សត្រប្រទេស Principate របស់ថៃបានចំនួន6នៅសតវត្សទី2នៃសករាជយើងដែលពួកចិនដាក់ឈ្មោះថាណានឆាវមានន័យថាក្សត្រទិសខាងត្បូងពេលនោះពួកថៃមិនទាន់មានគំនិតចង់ធ្វើដំណើរមកត្បូងគឺមកកាន់ឥណ្ឌូចិននៅឡើយទេពួកនេះប្រហែលជាធ្លាប់មានធ្វើចម្បាំងជាមួយនឹងពួកភូមាខ្លះហើយនៅពេលនោះក៏ប៉ុន្តែគ្មានឯកសារណាបញ្ជាក់ពីរឿងនេះទេនៅសតវត្សដំបូងនៃគ្រិស្តសករាជហើយវាហាក់ដូចជាមិនទាន់មានសង្គ្រាមធំដុំទេមុនសតវត្សទី5យើងមានតែព័ត៌មានស្ដីពីរឿងណានឆាវចុះមកវាយភូមានៅសតវត្សទី7ប៉ុណ្ណោះ